ថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើសម្លម្ជូរព្រៃសាច់ទាឲ្យមានរសជាតិឆ្ងាញ់បន្លែរបស់ខ្ញុំថ្ងៃនេះមានតែពីរមុខឯងអ្នកទាំងអស់គ្នាគឺមានពេញប៉ោះជាមួយនឹងសម្រាប់ទាថ្ងៃនេះគឺខ្ញុំប្រើវាតែមួយចំហៀងឯងបើសិនជាអ្នកទាំងអស់គ្នាមានគ្នាច្រើនអ្នកទាំងអស់គ្នាអាចប្រើមួយក្បាលនឹងក៏បានដែរគ្រឿងទេសរបស់យើងក៏អត់មានអីច្រើនដែរអ្នកទាំងអស់គ្នាឥឡូវយើងមកកាត់សាច់ទាយើងសិនបន្លែគឺយើងរៀបចំរួចរាល់ហើយសម្រាប់គ្រឿងទេសរបស់យើងគឺមានស្លឹកក្រូចសើចគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមជាមួយនឹងសម្រាប់ដេកវិញអ្នកទាំងអស់គ្នាមានប្រហុកសាច់ក៏ដាក់បានហើយសម្រាប់ខ្ញុំគឺមានប្រហុកច្បាស់បែបនេះប៉ុន្តែខ្ញុំយកវាទៅច្រាំឲ្យម៉ត់ណាហើយពេលដែលបងប្អូនដាក់ខ្លាញ់នៅលើភ្លើងកុំបើកភ្លើងខ្លាំងពេកការពារកុំឲ្យយកគ្រឿងដែលយើងបានរៀបចំរួចនឹងដាក់ទៅរំលីងជាមួយនឹងខ្លាញ់ឲ្យវាឡើងឈ្ងុយអ្នកទាំងអស់គ្នាហើយបន្ទាប់មកចាំយើងចាប់ផ្ដើមដាក់ប្រហុកយើងចូលរំលីងវាឲ្យឡើងឈ្ងុយអ្នកទាំងអស់គ្នាអាចលុតជាមួយនឹងស្ករត្នោតបន្តិចបានបន្ទាប់មកយើងចាប់ផ្ដើមដាក់ជាមួយនឹងសាច់ទាចូលដាក់គ្រឿងក្រៅតាមចំណង់ចំណូលចិត្តទៅមានប៊ីចេងទឹកត្រីសម្រាប់សាច់ទាពេលដែលបងប្អូនយកទៅធ្វើម្ហូបអ្នកទាំងអស់គ្នាគួរតែរំងាស់វាឲ្យដាច់ទឹកសិនទុកវារំងាស់ចោលឲ្យវារៀងដាច់ទឹកដើម្បីកាត់ក្លិនទាហ្នឹងបន្ទាប់មកចាំយើងថែមទឹកចូលពេលដែលយើងដាក់ទឹកឲ្យវាពុះរងាស់សាច់ទាឲ្យផុយហើយចាំយើងចាប់ផ្ដើមដាក់បន្លែយើងមិនថាមាន2មុខឬក៏3មុខទេអ្នកទាំងអស់គ្នាដាក់បន្លែណាដែលវាអាចរឹងជាងគេគឺអ្នកទាំងអស់គ្នាដាក់ចូលមុនឡូម្ជូរព្រៃមួយឆ្នាំងនេះបើយករសជាតិប្រៃដិតហើយនឹងជូរលះគឺដឹងតែឆ្ងាញ់ហើយសម្រាប់បងប្អូនវិញចូលចិត្តរសជាតិម្ហូបមួយមុខនេះបែបណាដែរព្រោះពេលខ្លះសម្លមួយឆ្នាំងយើងអាចតម្រូវគ្រប់មនុស្សបានទេដោយសារតែការបរិភោគហ្នឹងគឺវាលក្ខណៈខុសគ្នាអ្នកខ្លះចូលចិត្តប្រៃផ្អែមអ្នកខ្លះចូលចិត្តសាបអីអញ្ចឹងទៅ